អីយ៉ាគ្រាន់តែដឹងថាត្រូវឡើងប្រកួតជាមួយនឹងដៃគូជើងខ្លាំងមកពីចិនលក្ខណៈកង់ចេញមករៀមភ្លាមសម្អាតគុនខ្មែរគឺបុកវឹកហាត់និងត្រៀមផ្លៃនៃអាវុធដើម្បីផ្ដួលនៃជើងខ្លាំងចិនរុកនោះដើម្បីឲ្យដកចេញពីសង្វៀនតូរ៉ាខ្លាំងដូចខ្លាចេញពីរុងប្រេងរំអិលតូរ៉ាផលិតតាមស្តង់ដារប្រទេសជប៉ុនគ្រាន់តែដឹងថាត្រូវប្រកួតនៅកម្មវិធី Boostrong King of the Ring គុនខ្មែរសប្តាហ៍នេះសម្អាតគុនខ្មែរគឺបង្ហើបនៃអារម្មណ៍រីករាយភ្លាមក្រោយបានប្រកួតលក្ខណៈដែលខ្លួនពេញចិត្តកីឡាករជើងខ្លាំងរូបនេះគឺបានបង្ហាញនៃក្តីរំភើបថារូបគេគឺមានការពេញចិត្តខ្លាំងណាស់ចំពោះការប្រកួតលក្ខណៈអំបោះឆៃនិងការប្រកួតកង់ចេញរៀមហើយនេះមិនមែនចេះលើកទី1ទេដែលកីឡាករចាស់ភ្នំខ្នងដងរែកឡើងមកប្រកួតសង្វៀនមូដែលមានតែមួយនៅស្ថានីយ៍ទ្រូទូថោនពី3ប្រកួតកន្លងមកនេះលទ្ធផលទទួលបានជ័យជំនះច្រើននិងធ្វើឲ្យកីឡាកររូបនេះពេញចិត្តចំពោះការប្រកួតបែបនេះជាខ្លាំងដែលឡែកនៅសប្តាហ៍នេះរូបគេនឹងត្រូវជួបតតាំងកណ្ដាប់ដៃជាមួយនឹងអ្នកលេងជើងខ្លាំងមកពីប្រទេសចិនការប្រកួតគូមិត្តភាពអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី4ខែមេសាឆ្នាំ2025ស្អែកនេះកម្មវិធីនឹងចាប់ផ្ដើមពីម៉ោង 7 យប់តទៅនៅស្ថានីយ៍ទ្រូទូថោនសូមជម្រាបជូនផងដែរថាកីឡាករសម្អាតគុនខ្មែរគឺត្រូវបានគេស្គាល់ថាគឺជាកីឡាករពូកែក្បាច់អាវុធល្អហើយគេមានសមត្ថភាពប្រកួតច្រើនប្រភេទទាំងការប្រកួតគុនខ្មែរនិងការប្រកួតគុនចម្រុះដូច្នេះកុំភ្លេចចូលរួមតាមដានលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នាព្រោះមានការប្រកួតដ៏ជក់ចិត្តជាច្រើនគូទៀតក្នុងព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តនេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HD TV និង Facebook Page Town FM 102.25 និង Town Full HD TV និង Boostrong ផងដែរ